ខ្ញុំសូមអនុញ្ញាតមានការអត្ថាធិប្បាយជូនអាណាព្យាបាលក៏ដូចជាសិស្សសាស្ត្រទាំងអស់ថាតាមពិតទៅនៅរាល់ការគោរពជាតិរាល់ការប្រជុំរាល់ការជួបជុំជាមួយសិស្សថ្នាក់នាំនៅតាមសាខាទាំង5គឺតែងតែបញ្យល់តែងតែមានការអធិប្បាយទាំងអស់ទៅលើខ្លឹមសារនៃគុណតម្លៃស្នូលរបស់យើងហើយខ្ញុំជឿជាក់ថាសូម្បីតែគ្រូផ្ទាល់ដែលជាបុគ្គលិកសិក្សានៅទីនេះនៅសាលាតាជាតិ AA គឺក៏បានយល់អាណាព្យាបាលមួយចំនួនក៏គាត់បានជ្រាបជាសិស្សយើងទាំងអស់សិតតែបានជ្រាបនៅខ្លឹមសារប៉ុន្តែកន្លែងនេះខ្ញុំចង់បិទខ្លឹមសារលម្អិតបន្ថែមទៀតទី1គឺ etiquette គឺក្រមសីលធម៌កន្លែងនេះយើងប្រែតែក្រមសីលធម៌ប៉ុន្តែវាស្មើនឹងពាក្យថាសុភីវធម៌នៅក្នុងសង្គមខ្មែរយើងឬក៏ក្នុងវចនានុក្រមនៃសម្ដេចព្រះសង្ឃរាជជួនណាតលោកបានបញ្យល់ហើយសុភីវធម៌គឺបែងចែកជា3អញ្ចឹងសាលាតាជាតិ AA យើងគឺផ្ដោតសំខាន់លើក្រមសីលធម៌ឬសុភីវធម៌ហ្នឹងហើយដែលបែងចែកចេញជា3គឺសុជីវធម៌សិលធម៌និងគុណធម៌សិស្សនៅ AA ទាំងអស់លោកគ្រូអ្នកគ្រូថ្នាក់ដឹកនាំទាំងអស់អាណាព្យាបាលសិស្សដែលកំពុងសិក្សានៅសាលាអន្តរជាតិ AA ទាំងអស់គឺត្រូវតែអនុវត្តគុណតម្លៃស្នូលទាំង5របស់សាលាទី1គឺពួកគាត់ត្រូវតែគោរពឲ្យបាននៅសុជីវធម៌យើងបណ្ដុះគាត់ឲ្យដឹងឲ្យយល់ឲ្យជ្រាបឲ្យចេះហើយគាត់យើងលើកទឹកចិត្តគាត់ឲ្យគោរពឲ្យបានជាប់ពោះគុណតម្លៃស្នូលគឺដូចជាច្បាប់ចឹងគឺដូចជាច្បាប់នៅស្ថាប័នយើងចឹងបាទអញ្ចឹងសុជីវធម៌មិនសុជីវធម៌យើងសំដៅដល់អីសំដៅដល់ការដេកដើរឈរអង្គុយឧទាហរណ៍ថាយើងសន្ទនាយើងនិយាយជាមួយនឹងមិត្តភ័ក្តិជាមួយមនុស្សទូទៅយើងអត់លើកទឹកចិត្តឲ្យគាត់អត់ឲ្យគាត់ប្រើពាក្យអសុរោះទេកាលណាប្រើពាក្យអសុរោះគេហៅថាយើងខុសសុជីវធម៌សូម្បីតែរបៀបញ៉ាំបាយហ្នឹងណាក៏មិនឲ្យស្លាបព្រាទៅប៉ះទង្គិចនឹងធ្មេញដែរកាលណាស្លាបព្រាប៉ះទង្គិចធ្មេញគេហៅថាយើងអត់មានសុជីវធម៌សូម្បីតែយើងតែងតែបដិបដាទៅសិស្សសាលាតាជាតិ AA ពេលដែលកូនអង្គុយកៅអីហ្នឹងហើយកូនងើបមកវិញកូនរុញកៅអីចូលឲ្យស្អាតកាលណាកូនអត់រុញកៅអីចូលឲ្យស្អាតទេកូនទុកកៅអីចង្អេងគេហៅថាកូនអត់សុជីវធម៌អត់សុជីវធម៌ក្នុងការរស់នៅឃើញទេសូម្បីតែអ្នកគ្រូដល់ពេលប្រជុំហើយយើងតែងតែយើងបុគ្គលិក AA យើងអស់យើងតែគាត់ដឹងគឺគាត់ត្រូវមានសុជីវធម៌ក្នុងការរៀបចំកៅអីវិញញ៉ាំបាយក៏ដោយញ៉ាំបាយបើក្នុងទស្សនវិជ្ជារបស់ជប៉ុនមួយក៏ដូចខ្មែរយើងដែរគេឲ្យយើងកុំឲ្យអ្នកដែលក្រោយនឹងលំបាកដោយសារយើងគឺញ៉ាំបាយយើងរៀបរយបើតែបាយវាធ្លាក់យើងច្បិចបាយដាក់ក្នុងចានដែលយើងញ៉ាំអស់ទៅវិញទៅស្លាបព្រាយើងដាក់ឲ្យទឹមគ្នាមកបើមានចានជ្រក់ចានទឹកត្រីយើងយកចានមកកូរលើចានធំបាយរបស់យើងមកអ្នកក្រោយគ្រាន់តែមកប្រមូលបាយគេលើកតែចានទៅចប់តុកស្អាតអីស្អាតទាំងអស់អាហ្នឹងគេឲ្យឈ្មោះថាសុជីវធម៌អញ្ចឹងនៅសាលាតាជាតិ AA របស់យើងបង្រៀនកូនសិស្សទាំងអស់មួយទៀតនៅក្នុង etiquette នៅក្នុងសុភាវធម៌ឬក្រមសីលធម៌របស់យើងគឺសិលធម៌ទី2គឺសិលធម៌យើងបង្រៀនកូនសិស្សឲ្យយើងសហគមន៍គ្រូបង្រៀនអ្នកនាំមានទាំងអស់គឺគាត់ត្រូវមានសិលធម៌កាលណានិយាយពីសិលធម៌យើងសំដៅដល់សិល5ដែលយើងជាពុទ្ធសាសនិកគាត់យើងត្រូវអនុវត្តឧទាហរណ៍មិនហាមកុហកហាមផ្លោហាមកុហកហាមមួយទៀតហាមសម្លាប់ហាមមួយទៀតហាមប្រព្រឹត្តខុសក្នុងកាមហាមមួយទៀតហាមប្រើគ្រឿងញៀនហាមប្រើគ្រឿងស្រវឹងណាអញ្ចឹងទាំងអស់ហ្នឹងសិតតែជាសិលធម៌ទាំងគឺជាការសិលធម៌គឺយើងសំដៅដល់ការបង្រៀនសិល5នឹងឯងឲ្យតែកុំឲ្យខុសក្នុងសិលណាមួយគឺអត់ខុសទេអញ្ចឹងព្រានឲ្យសិស្សគាត់យល់គាត់ដឹងគាត់ចេះហើយតាមការអនុវត្តការរស់នៅប្រចាំថ្ងៃរបស់គាត់ទៅឆ្លងកន្លែងណាយើងបញ្យល់យើងបង្ហាញទៀតនោះគឺជាគុណតម្លៃទី1របស់យើងហើយដែលមានសិលធម៌នៅក្នុងគុណតម្លៃនោះដែរចុងក្រោយគេនៃគុណនៃក្រមសីលធម៌ឬសុភាវធម៌ហ្នឹងគឺគេហៅថាគុណធម៌យើងសំដៅដល់កតញ្ញូកតវេទីការចេះដឹងគុណការចេះតបគុណសិស្សទាំងអស់គ្រូទាំងអស់ថ្នាក់នាំទាំងអស់បុគ្គលិកសិក្សាទាំងអស់រហូតដល់អាណាព្យាបាលសិស្សគាត់គួរតែមានចំណុចហ្នឹង
ចឹងយើងបានបរៀនសិស្សនៅសាលាទៅចិត្ត AA របស់យើងបរៀនហ្នឹងនរណាគេធ្លាប់ជួយយើងគួរតែបើអាចមានលទ្ធភាពជួយគាត់វិញនៅពេលថ្ងៃក្រោយបើមិនមានលទ្ធភាពមិនមានឱកាសពេលនេះទេឱកាសពេលក្រោយកត់ទុកទៅណូតទុកទៅជួយគាត់វិញចា៎ហ្នឹងគឺជាគុណធម៌គឺជាទឹកចិត្តដែលជាការដឹងគុណហើយបើអាចទៅរួចតបគុណ